នៅក្នុងចំណោមប្រទេសទាំង10នៃសមាជិកអាស៊ានមានប្រទេសមួយដែលកំពុងតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកវិភាគសេដ្ឋកិច្ចនិងវិនិយោគិនពិភពលោកពីប្រទេសមួយដែលធ្លាប់ខ្ទេចខ្ទាំដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃប៉ុន្តែនៅពេលនេះប្រទេសនេះបានក្លាយជារោងចក្រនៃពិភពលោកថ្មីមួយនិងជានាគរីសេដ្ឋកិច្ចដែលកំពុងស្ទុះលោតយ៉ាងលឿនប្រទេសនោះគឺវៀតណាមតើមានអាចកំបាំងអ្វីនៅពីក្រោយការកើនឡើងសេដ្ឋកិច្ចយ៉ាងគំហុកនេះនៅក្នុងវីដេអូអប់រំស៊ីជម្រៅនេះយើងនឹងមកវិភាគទាំងអស់គ្នាដើម្បីយល់ពីការស្ទុះលឿនរបស់វៀតណាមយើងត្រូវថយក្រោយទៅមើលឆ្នាំ1986នៅពេលនោះវៀតណាមប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរអតិផរណាខ្ពស់និងការប្រឈមមុខនឹងភាពក្រីក្រប៉ុន្តែនៅក្នុងឆ្នាំដដែលនោះរដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តដាក់ចេញនូវនយោបាយកំណែទម្រង់សេដ្ឋកិច្ចប្រវត្តិសាស្ត្រមួយឈ្មោះថាដុយម៉យនយោបាយនេះបានផ្លាស់ប្ដូរវៀតណាមពីសេដ្ឋកិច្ចផែនការមជ្ឈិមមកជាសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយមដែលបើកទ្វារចំហទទួលយកការវិនិយោគពីបរទេសជាលើកដំបូងយុទ្ធសាស្ត្រដ៏ជោគជ័យបំផុតមួយរបស់វៀតណាមគឺការបើកទ្វារពាណិជ្ជកម្មវៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ច្រើនជាងគេបំផុតរួមមាន EVFTA ជាមួយសហភាពអឺរ៉ុប CPTPP, RCEP និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងកិច្ចព្រមព្រៀងទាំងនេះអនុញ្ញាតឲ្យទំនិញផលិតនៅវៀតណាមអាចនាំចេញទៅកាន់ទីផ្សារធំៗជុំវិញពិភពលោកដោយជាប់ពន្ធទាបឬគ្មានពន្ធសោះចំណុចរបត់ដ៏ធំមួយទៀតគឺសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិននៅពេលដែលក្រុមហ៊ុនពហុជាតិសាសន៍បារម្ភពីពន្ធគយនិងហានិភ័យភូមិសាស្ត្រនយោបាយនៅចិនពួកគេបានអនុវត្តយុទ្ធសាស្ត្រ China Plus One ឬការរំកិលរោងចក្រចេញពីចិនវៀតណាមដែលមានព្រំប្រទល់ជាប់ចិនស្រាប់បានក្លាយជាជម្រើសលេខ1ភ្លាមៗដោយសារតែការដឹកជញ្ជូនវត្ថុតាងនិងគ្រឿងបន្លាស់ពីចិនមកវៀតណាមមានភាពងាយស្រួលនិងចំណាយតិចតួចបំផុតលទ្ធផលនៃយុទ្ធសាស្ត្រនេះគឺក្រុមហ៊ុនបច្ចេកវិទ្យាយក្សជុំវិញពិភពលោកបានសម្រុកទៅបោះទុននៅវៀតណាមក្រុមហ៊ុន Samsung បានវិនិយោគរាប់សិបពាន់លានដុល្លារដោយផលិតទូរស័ព្ទ Galaxy ជិតពាក់កណ្ដាលនៃទិន្នផលពិភពលោកចេញពីវៀតណាមជាមួយគ្នានេះដែរក្រុមហ៊ុន Apple, Foxconn, Pegatron និង LG ក៏បានបដូរខ្សែសង្វាក់ដំឡើង iPad, AirPods និងរថយន្តអគ្គិសនីមកកាន់វៀតណាមជាបន្តបន្ទាប់កត្តាសំខាន់មួយទៀតដែលធ្វើឲ្យវិនិយោគិនស្រឡាញ់វៀតណាមគឺកម្លាំងពលកម្មវៀតណាមមានប្រជាជនជិត100លាននាក់ដោយក្នុងនោះជាង 60% ស្ថិតក្នុងវ័យធ្វើការ demographic dividend មិនត្រឹមតែមានកម្លាំងពលកម្មច្រើននិងតម្លៃសមរម្យជាងចិននោះទេប៉ុន្តែប្រជាជនវៀតណាមត្រូវបានគេទទួលស្គាល់ថាមានវិន័យខ្ពស់និងងាយស្រួលក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរដ្ឋាភិបាលវៀតណាមមិនបានទុកឲ្យប្រជាជនធ្វើតែការងារអតិពលកម្ម unskilled labor នោះឡើយពួកគេបានវិនិយោគយ៉ាងខ្លាំងលើវិស័យអប់រំជាពិសេសមុខវិជ្ជា STEM វិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាសិស្សវៀតណាមទទួលបានពិន្ទុខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងការវាយតម្លៃអន្តរជាតិ PISA ហើយបច្ចុប្បន្នវៀតណាមកំពុងបណ្ដុះបណ្ដាលវិស្វករផ្នែក software និងបន្ទះ chip semiconductors រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំដើម្បីទ្រទ្រង់ការនាំចេញវៀតណាមបានចំណាយថវិការហូតដល់ទៅ 5% នៃ GDP របស់ខ្លួនទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាអត្រាខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ានផ្លូវល្បឿនលឿន Expressways ភ្ជាប់ពីជើងទៅត្បូងកំពង់ផែទឹកជ្រៅដូចជា Lac Huyen និង Saiep ដែលអាចឲ្យនាវាដឹកទំនិញធំៗបើកទៅអាមេរិកនិងអឺរ៉ុបដោយផ្ទាល់រួមនឹងអាកាសយានដ្ឋានអន្តរជាតិថ្មីៗត្រូវបានកសាងឡើងយ៉ាងសន្ធឹកសន្ធាប់សម្រាប់អ្នកវិនិយោគទុនបរទេសអ្វីដែលពួកគេខ្លាចបំផុតគឺអស្ថិរភាពនយោបាយការគ្រប់គ្រងដោយបកតាំងតែមួយនៅវៀតណាមបានផ្ដល់នូវស្ថិរភាពនយោបាយយូរអង្វែងនិងផែនការអភិវឌ្ឍសេដ្ឋកិច្ចច្បាស់លាស់រយៈពេល5ឆ្នាំនិង10ឆ្នាំគោលនយោបាយគ្រប់គ្រងការវិនិយោគមិនត្រូវបានផ្លាស់ប្ដូរភ្លាមៗតាមការបដូរមេដឹកនាំនោះទេដែលនេះជាចំណុចទាក់ទាញខ្លាំងប្រៀបធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់បន្ថែមពីលើនេះរដ្ឋាភិបាលវៀតណាមបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស SEZ និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ក្រុមហ៊ុនបរទេសក្រុមហ៊ុនបច្ចេកវិទ្យាធំៗជារឿយៗទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញ Corporate Income Tax រយៈពេល4ឆ្នាំដំបូងនិងការបន្ធូរបន្ថយពន្ធ 50% សម្រាប់ឆ្នាំបន្តបន្ទាប់ព្រមទាំងការសម្រួលនីតិវិធីដីធ្លីនិងថាមពលមិនត្រឹមតែជារោងចក្រដំឡើងនោះទេវៀតណាមកំពុងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌល Digital សេដ្ឋកិច្ច Digital របស់វៀតណាមមានអត្រាកំណើនលឿនបំផុតមួយនៅអាស៊ានជាមួយនឹងការលេចឡើងនៃក្រុមហ៊ុន Unicorn បច្ចេកវិទ្យាដូចជា VNG រៀបចំចុះបញ្ជីនៅអាមេរិក VNPay និង Momoប្រជាជនវៀតណាមឆាប់ទទួលយកបច្ចេកវិទ្យាថ្មីៗការទូទាត់ Digital និងពាណិជ្ជកម្ម Electronic E-commerce យ៉ាងឆាប់រហ័សសញ្ញាណនៃមហិច្ឆតាខ្ពស់របស់វៀតណាមគឺការបង្កើតប្រែនរថយន្តអគ្គិសនីផ្ទាល់ខ្លួន VinFast នៃក្រុមហ៊ុន Vingroup VinFast មិនត្រឹមតែដណ្ដើមទីផ្សារក្នុងស្រុកនោះទេប៉ុន្តែបានសាងសង់រោងចក្រនៅអាមេរិកឥណ្ឌានិងចុះបញ្ជីភាគហ៊ុននៅផ្សារហ៊ុន Nasdaq ទីក្រុង New York ទោះបីជាជួបប្រទះការប្រកួតប្រជែងខ្លាំងប៉ុន្តែវាបង្ហាញថាវៀតណាមមិនចង់ធ្វើត្រឹមតែជាកន្លែងស៊ីឈ្នួលគេនោះទេប៉ុន្តែចង់បង្កើតប្រែនផ្ទាល់ខ្លួនលើឆាកអន្តរជាតិនៅឆាកអន្តរជាតិវៀតណាមប្រើប្រាស់យុទ្ធសាស្ត្រការបរទេសដ៏ប៉ិនប្រសប់ដែលគេហៅថា Bamboo Diplomacy ឬការទូតដើមឫស្សីឬសរឹងមាំប៉ុន្តែដើមទុនភ្លួនតាមខ្យល់
វៀតណាមរក្សាទំនាក់ទំនងល្អជាមួយអាមេរិកចិនរុស្ស៊ីសហភាពអឺរ៉ុបនិងជប៉ុនដោយមិនជ្រើសរើសខាងណាមួយឡើយការធ្វើបែបនេះអនុញ្ញាតឲ្យវៀតណាមទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយពីគ្រប់មហាអំណាចទាំងអស់បើយើងប្រៀបធៀបក្នុងអាស៊ានថៃកំពុងជួបប្រទះបញ្ហាសង្គមមនុស្សចាស់ Aging Society និងអស្ថិរភាពនយោបាយឥណ្ឌូនេស៊ីមានកោះរាយប៉ៃលំបាកផ្នែកភស្តុភារហ្វីលីពីនធ្ងន់ធ្ងរលើវិស័យសេវាកម្ម BPO ជាជាងការផលិតវៀតណាមបានទាញយកប្រៀបពីចំណុចខ្សោយទាំងនេះដោយផ្ដោតលើការផលិតកែច្នៃ manufacturing ដែលជាម៉ាស៊ីនបង្កើតការងារនិងកំណើន GDP លឿនបំផុតកំណើនសេដ្ឋកិច្ចបានផ្លាស់ប្ដូរជីវភាពប្រជាជនយ៉ាងពិតប្រាកដវណ្ណៈកណ្ដាលនៅវៀតណាមកំពុងកើនឡើងលឿនបំផុតមួយនៅអាស៊ីប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងមុនមានអំណាចទិញទំនិញដើរទិញអីវ៉ាន់នៅផ្សារទំនើបប្រើប្រាស់សេវាកម្មសុខភាពទំនើបនិងបញ្ជូនកូនទៅរៀននៅបរទេសនេះបានបង្កើតឲ្យមានទីផ្សារក្នុងស្រុកដ៏រឹងមាំមួយទៀតដើម្បីទ្រទ្រង់សេដ្ឋកិច្ចទោះជាយ៉ាងណាការដើរលឿនពេកក៏បង្កជាបញ្ហាប្រឈមជាច្រើនផងដែរការឡើងនៃរោងចក្របានធ្វើឲ្យវៀតណាមប្រឈមមុខនឹងវិបត្តិកង្វះថាមពលអគ្គិសនីនៅរដូវក្តៅដែលធ្លាប់បានបង្ខំឲ្យរោងចក្រធំៗដូចជា Foxconn និង Samsung ត្រូវផ្អាកដំណើរការបណ្ដោះអាសន្នបច្ចុប្បន្នវៀតណាមកំពុងប្រញាប់ប្រញាល់វិនិយោគលើថាមពលកកើតឡើងវិញខ្យល់និងពន្លឺព្រះអាទិត្យដើម្បីដោះស្រាយបញ្ហានេះបញ្ហាប្រឈមធំមួយទៀតគឺអំពើពុករលួយដើម្បីកសាងទំនុកចិត្តដល់អ្នកវិនិយោគរដ្ឋាភិបាលវៀតណាមបានបើកយុទ្ធនាការបង្ក្រាបអំពើពុករលួយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រដែលគេហៅថា Deloitte Blazing Furnace យុទ្ធនាការនេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋមន្ត្រីនិងសូម្បីតែប្រធានាធិបតីត្រូវលាលែងពីតំណែងឬជាប់ពន្ធនាគារទោះបីជាវាបង្កការរាំងស្ទះរដ្ឋបាលខ្លះៗប៉ុន្តែវាជាការសោយស្រង់ប្រព័ន្ធច្បាប់ឲ្យមានតម្លាភាពវៀតណាមមិនចង់កកស្ទះត្រឹមតែជាកន្លែងដំឡើងគ្រឿងបន្លាស់តម្លៃថោករហូតនោះទេបច្ចុប្បន្នវៀតណាមកំពុងរៀបចំផែនទីបង្ហាញផ្លូវដើម្បីហក់ចូលទៅក្នុងឧស្សាហកម្ម Semiconductor ឬបន្ទះ chip ដោយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកនិងក្រុមហ៊ុន Nvidia ដើម្បីបង្កើតមជ្ឈមណ្ឌល Design និងសាកល្បង Chip Design and Testing នៅក្នុងស្រុកភាពជោគជ័យរបស់វៀតណាមបានផ្ដល់ជាមេរៀនយ៉ាងសំខាន់សម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ានការអភិវឌ្ឍមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាទាមទារឲ្យមានស្ថិរភាពនយោបាយការបើកចំហពាណិជ្ជកម្មការវិនិយោគលើកម្លាំងពលកម្មនិងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្ដូរនៃភូមិសាស្ត្រនយោបាយពិភពលោកសរុបមកវិញការដើរលឿនរបស់វៀតណាមគឺជាលទ្ធផលនៃផែនការយុទ្ធសាស្ត្ររាប់សិបឆ្នាំនិងការទាញយកផលប្រយោជន៍ពីឱកាសមាសនៃពិភពលោកតើអ្នកគិតថាវៀតណាមអាចរក្សាល្បឿនលូតលាស់នេះបានយូរប៉ុណ្ណាហើយប្រទេសជិតខាងគួរសិក្សាមេរៀនអ្វីខ្លះពីវៀតណាមសូមបញ្ចេញមតិរបស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមប្រសិនបើអ្នកចូលចិត្តវីដេអូភាគនេះកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូអប់រំស៊ីជម្រៅជាច្រើនទៀតសូមអរគុណ